របបដាំស្មៅអាចស្ដាប់ទៅប្លែកសម្រាប់កសិករដទៃទៀតប៉ុន្តែសម្រាប់អ្នកភូមិស្វាយឥតក្រមឃុំព្រៃតមាក់ស្រុកសាច់កណ្ដាលខេត្តកណ្ដាលរបបដាំស្មៅម៉ាឡេនិងស្មៅជប៉ុនជារបបដែលអ្នកភូមិនិយមដាំគ្រប់គ្នាអ្នកស្រីគឹមសុផេនដែលជាកសិករដាំស្មៅមួយរូបបានឲ្យដឹងថាអ្នកភូមិនេះដាំអង្វះដៃគ្នាជួយគ្នាទៅវិញទៅមកដើម្បីតម្រូវការទីផ្សារដែលគេយកទៅក្រាលសួនច្បារត្រាំងបាល់ទ្រូងផ្លូវប្រលានយន្តហោះនិងតាមរីសតជាដើមហើយរបរនេះក៏ជាឆ្នាំងបាយរបស់អ្នកភូមិស្វាយអ័តនេះផងដែរអ្នកស្រីបានឲ្យដឹងទៀតថាអ្នកភូមិបោះបង់ការដាំស្រូវងាកមកដាំស្មៅវិញដោយពួកគាត់ទទួលបានចំណូលគួរសមជាងការធ្វើស្រូវស្មៅទាំងពីរប្រភេទនេះចំណាយពេល3ខែទើបអាចប្រមូលផលបានហើយគេអាចដាំវាបានគ្រប់រដូវតែក៏ជួបផលវិបាកខ្លះដែរដោយត្រូវធ្វើដីឲ្យស្មៅល្អធ្វើស្មៅដាក់ជីនិងផ្គត់ផ្គង់ទឹកក្នុងបរិមាណល្មមជាប្រចាំពីព្រោះដំណាំស្មៅមិនត្រូវការទឹកជោគជាំពេកឬស្ងួតពេកនោះទេអ្នកដឹងថាដាំស្មៅនឹងស្រួលតែអត់ស្រួលទេអូនត្រូវការថែទាំរហូតព្រោះអីបើយើងធ្វើស្រូវដាក់ទឹកជីដាក់ទឹកឲ្យចោលនេះត្រូវថែទាំចាក់ស្មៅព្រៃដាក់ជីនិយាយទៅថែរាល់ថ្ងៃហ្មងអត់មានទនេហើយនឹងឈូអស់យើងត្រូវជួសយើងទៅដាំទៀតអញ្ចឹងវាចំណាយច្រើនដែរមុននឹងយើងបានចំណូលហ្នឹងណាចាពាក់ព័ន្ធរឿងតម្លៃស្មៅវាអត់ទៀងទេព្រោះអីពេលមានពេលខ្លះឡើងមានពេលខ្លះចុះអញ្ចឹងណាហើយទៅពេលខែប្រាំងខាងខ្ញុំហ្នឹងក៏ពិបាកខ្វះទឹកបូមតែដល់ពេលខែភាសាវាសម្បូរទឹកពេកគាត់កើតព្រោះអីស្មៅហ្នឹងដាំត្រូវការថែទាំដិតដល់មិនមែនស្រួលទេព្រោះអីខែភ្លៀងទឹកជាំពេកក៏វាអត់លូតលាស់ល្អដល់ពេលខែប្រាំងខ្វះទឹកអញ្ចឹងត្រូវការថែទាំដិតដល់មិនមែនដាំស្រួលទេស្មៅហ្នឹងជំនាន់ធ្វើស្រូវហ្នឹងអ្នកនិយាយទៅបើធ្វើស្រូវហ្នឹងគាត់ថាបានមកហូបគាត់ថាវាបានសល់លុយកាក់ខ្លះបានមកហូបគ្រប់គ្រាន់បើយើងដាំស្មៅទៅវាបានលុយហ្នឹងបង្វិលឲ្យកូនចៅរៀនសូត្រខ្លះទៅយើងដូចថាប្រើប្រាស់ខ្លះបើថាដាំស្រូវយើងបានមកហូបយើងត្រូវរកលុយកាក់ដើម្បីបង្វិលចាយវាអញ្ចឹងតម្លៃស្មៅក្នុង1ការ៉េ4000រៀលលុយខ្មែរឡើងហ្នឹងយើងនិយាយថាតម្លៃបច្ចុប្បន្នណាតែវាមានចុះជាងនឹងតិចក៏អាចឡើងជាងនឹងតិចដែរភាគច្រើនបាន5000លុយខ្មែរ1ការ៉េនិយាយទៅចែកគ្នារស់ក្នុងខាសហគមន៍ស្វាយអ័តហ្នឹងទាំងស្រីទាំងប្រុសគឺមានការងារធ្វើទាំងអស់អញ្ចឹងខាងប្រុសមានការងារធ្វើខាងស្រីចាក់ស្មៅដាំស្មៅជួស្មៅអញ្ចឹងទៅណាអញ្ចឹងគឺមានការងារធ្វើទាំងអស់គ្នាលុយវិលទៅវិលមកជួយគ្នាចាខ្ញុំសូមអរគុណដល់អ្នកដែលកំងស្មៅខាងពួកខ្ញុំអញ្ចឹងណាសូមឲ្យជួយគ្រប់គ្រងទិញខាងពួកខ្ញុំពួកកសិករខ្មែរយើងអញ្ចឹងកុំយកពីក្រៅមកអញ្ចឹងណាសូមជួយឲ្យគាត់មានទីផ្សារអញ្ចឹងទៅគាត់មានកម្លាំងដាំទៀតចាអរគុណខ្ញុំឈ្មោះអ៊ុនសវឿនហ្នឹងតាមយើងឈូសតាមច្រើនតាមតិចដែរវាមិនទៀងទាត់ហ្នឹងហៅស្មៅម៉ាឡេបាន4-5ម៉ឺនអញ្ចឹងទៅគិតជាការ៉េ1ការ៉េ400 500តាមស្មៅអត់ឥឡូវធ្វើតែស្មៅហ្នឹងដែរបាទពីមុនធ្វើសេចការឥឡូវគេធ្វើតែស្មៅហើយឈូសនិយាយទៅឈូសយើងឈូសពីព្រឹកទៅដល់ម៉ោង10អីយើងឈប់សម្រាកបាយទៅផ្ទះទៅអីចឹងដល់ម៉ោង1ចុះទៀតទៅឲ្យតែគេកំងយើងឈូសរហូតឈ្មោះសម្បត្តិម៉ែត្រការ៉េអានេះវា50000 100ម៉ែត្រការ៉េនិយាយរួមតាមដូចខ្ញុំថាតាមតិចមនុស្សតិចឲ្យច្រើនបាទខ្ញុំដាំខ្លះដែរខ្ញុំឈ្មោះសុកជានៅទីតាំងខាងខេត្តកណ្ដាលខាងព្រៃតមាក់ខ្ញុំដាំហ្នឹងខ្ញុំជួគេផងហើយដីខ្លួនឯងផងប្រហែលជា10000ជាង10000ជាងការ៉េវាអត់ទៀងជួនកាលទៅស្មៅឡើងជួនកាលស្មៅចុះអត់ទៀងទេចូលពលានចូលទីកន្លែងរីសតគេពេលធ្លាក់ភ្លៀងមកអាហ្នឹងស្មៅចាប់ដើមដាច់ដល់ពេលស្មៅអាពេលខែក្តៅអាហ្នឹងអត់សូវដាច់ទេព្រោះមានទឹកដាក់ពលកម្មគេឈូសគេចោកក្នុង100ការ៉េបើលឹកល្អិតនេះអាហ្នឹង50000 1ការ៉េហ្នឹងតម្លៃ50000បើលឹកធំតែ40000ទេ100
ប៉ុន្តែបើសិនជាខ្ញុំទៅឈូសតាមដូចតាមពេញតាមអីហ្នឹងមកក្រៃ2005ហ្នឹងប្រភេទដីដូចមានថ្មមានអីចឹងណាអាហ្នឹងយើងយកថ្លៃព្រោះចបកាលណាមានថ្មទៅវាខូចចបចឹងយើងត្រូវការយកថ្លៃសម្រាប់យកមកធ្វើចបថ្មីវិញ